បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាទាំងនេះដែរជំនុំយកនៅអត្ថបទដែលតទៅទៅនឹងប្រវត្តិសាស្ត្រមួយមកចែកជូនពុកម៉ែបងប្អូនទុកជាចំណេះដឹងទូទៅហេតុអ្វីបានជាក្រោយបារាំងប្រកួតទៅដីកម្ពុជាក្រោមទៅវៀតណាមហូជីមីងបានដេញបារាំងចេញមិនឲ្យសមម្នាក់ពុកម៉ែបងប្អូនទាំងគ្នាយោងទៅតាមការសិក្សាស្រាវជ្រាវរបស់លោកឈឹមសេរីភួនបានដឹងថានៅថ្ងៃទី25មេសាឆ្នាំ1949សភាចម្រុះនោះដែលមានសមាជិក60នាក់ក្នុងនោះមានតំណាងសាធារណរដ្ឋបារាំងចំនួន10នាក់តំណាងសខ2ចំនួន10នាក់តំណាងប្រទេសតុងកឹងចំនួន10នាក់តំណាងប្រទេសកម្ពុជាចំនួន10នាក់តំណាងប្រទេសឡាវចំនួន10នាក់និងតំណាងប្រទេសកូសាំស៊ីនគឺទឹកដីកម្ពុជាក្រោមនឹងចំនួន10នាក់ដែរតែ10នាក់នេះសុទ្ធតែជាជនជាតិវៀតណាមនោះបានប្រជុំបោះឆ្នោតសម្រាប់យកវាសនាកូសាំងស៊ីនដោយសម្លេងភាគច្រើនលើសលប់គាំទ្រប្រគល់ទឹកដីកូសាំងស៊ីនទៅឲ្យវៀតណាមដោយដែលប្រធានាធិបតីបារាំងវ៉ាងសង់អូឌីយ៉ូលបានផ្ញើលិខិតមួយទៅកាន់ព្រះចៅបាវដោយបញ្ជាក់អំពីការព្រមព្រៀងឲ្យវៀតណាមក្លាយទៅជាប្រទេសឯករាជ្យមួយដោយរួមបញ្ចូលតំបន់ទាំង3គឺតុងកឹងអាណាមនិងកូសាំងស៊ីនកាលអំពីថ្ងៃទី8ខែមីនាឆ្នាំ1949នោះពិតមែនការដាំឡើយទឹកដីកម្ពុជាក្រោមចែកចេញជាខេត្តធំចំនួន4គឺទី1ខេត្តដូនណៃទី2ខេត្តលង្ហោទី3ខេត្តមាត់ជ្រូកនិងទី4ខេត្តពីមក្រោយមកខេត្តទាំងនេះត្រូវបានបែងចែកជាខេត្តតូចចំនួន21ខេត្តនៅក្នុងចំនួនអាណានិគមនិយមបារាំងហើយឈ្មោះខេត្តទាំង21នេះបានដូរទៅជាភាសាវៀតណាមវិញនៅក្នុងទសវត្សរ៍ឆ្នាំ1960ចំនួនប្រធានាធិបតីងើឌីងជាបបានធ្វើការដូរឈ្មោះខេត្តទាំងនោះអស់ជាបន្តទៀតនៅថ្ងៃទី4ខែមិថុនាឆ្នាំ1949សភាបារាំងក៏អនុម័តច្បាប់មួយប្រកល់ទឹកដីនៅឯនីសមុទ្ររបស់ខ្លួនគឺកូសាំងស៊ីនដែលជាទឹកដីរបស់ខ្មែរទៅឲ្យប្រទេសវៀតណាមជាផ្លូវការនិងជាធរមាន10ថ្ងៃក្រោយមកគឺនៅថ្ងៃទី14មិថុនាឆ្នាំ1949តុងកឹងអាណាមនិងកូសាំងស៊ីនត្រូវបានគេច្របាច់បញ្ចូលគ្នាបង្កើតជារដ្ឋវៀតណាមឯករាជ្យមួយដែលមានរាជធានីនៅព្រៃនគរក្រោមការដឹកនាំរបស់អតីតអធិរាជបាវដាយតែការពិតព្រះចៅបាដាយគ្រប់គ្រងតែនគរសាំងស៊ីននិងអាណាមប៉ុណ្ណោះព្រោះនៅភាគខាងជើងឬនៅតុងកឹងគឺសន្ធិដ្ឋក្រោមការគ្រប់គ្រងរបស់ពួកកុម្មុយនីសហូជីមីងចំណែកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងព្រៃនគរលោក Albert ក៏បានស្នើឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិកធ្វើការប្រកាសមួយទទួលស្គាល់រដ្ឋាភិបាលរបស់ព្រះចៅបាវដាយជារដ្ឋាភិបាលស្របច្បាប់នៅខែសីហាឆ្នាំ1949ហូជីមីងបានថ្លែងប្រាប់អ្នកកាសែតអាមេរិកម្នាក់ថាឥឡូវនេះយើងបានសម្រេចបដូរយុទ្ធសាស្ត្រថ្មីហើយយើងចាប់ផ្ដើមធ្វើការតស៊ូដំបូងដែលមានតែដំបងកំបិតពុថៅប៉ុណ្ណោះឥឡូវយើងមានកម្លាំងនិងកាំភ្លើងសមល្មមដើម្បីធ្វើការវិលុកជាទូទៅហើយដោយយើងរងចាំតែកងទ័ពដ៏ខ្លាំងពូកែរបស់សមាមិត្តប្រធានម៉ៅគឺម៉ៅស៊ីនតុងដែលជាជំនួយដ៏ពូកែស័ក្តិសិទ្ធិមកដល់ព្រំដែនចិនវៀតណាមតែប៉ុណ្ណោះចំណែកឯនៅប្រទេសចិនក្រោយពួកកុម្មុយនីទទួលបាននូវជ័យជំនះទៅលើពួកជាតិនិយមជាងនឹងជានៅថ្ងៃទី1ខែតុលាឆ្នាំ1949មកម៉ៅស៊ីតុងបានប្រកាសឈ្មោះប្រទេសចិនជាសាធារណរដ្ឋប្រជាមានិតចិនរីឯមេដឹកនាំអ្នកជាតិនិយមជាងកៃជៀកបាននាំកងទ័ពប្រមាណជា60,000នាក់និងប្រជាជនដែលកាន់លទ្ធិសេរីនិយមប្រមាណជា2លាននាក់ទៀតរត់ភៀសខ្លួនទៅរស់នៅលើកោះតៃវ៉ាន់ជ័យជំនះនេះបានធ្វើឲ្យពួកហូជីមីងកាន់តែមានសង្ឃឹមនៅក្នុងការប្រយុទ្ធប្រឆាំងនឹងបារាំងថែមទៀតរហូតពួកគេហ៊ានបោះពាក្យសម្ដីទៅកាន់បារាំងថាមានតែក្របកំភ្លើងទេដែលធ្វើឲ្យបារាំងនិយាយគ្នាស្ដាប់បានហើយថាជោគជ័យរបស់ប្រជាជនចិននឹងក្លាយទៅជាខ្នងបងឯកដ៏រឹងមាំរបស់វៀតណាមនិងជនជាតិផ្សេងទៀតនៅអាស៊ីផងដែរនៅថ្ងៃទី16តុលាឆ្នាំ1949ហូជីមីញបានផ្ញើ
សារតួលេខ1ទៅឲ្យលោកប្រធានម៉ៅដើម្បីអបអរសាទរដល់ថ្ងៃបង្កើតរបបសាធារណរដ្ឋប្រជាមានិតនៅប្រទេសចិននោះផងដែរពីថ្ងៃក្រោយមកគឺនៅថ្ងៃទី18ដុល្លារឆ្នាំ1949ហូជីមីញបានថ្លែងប្រាប់អ្នកកាសែតអង់គ្លេសម្នាក់ថាយើងនឹងដេញបារាំងចេញអំពីឥណ្ឌូចិនមិនឲ្យសមអ្នកឡើយនៅថ្ងៃទី30ខែធ្នូឆ្នាំ1949ដោយមានការគ្រប់គ្រងពីរដ្ឋាភិបាលបារាំងផងដែរនោះព្រះចៅបើកដាយបានត្រឡប់មកពីប្រទេសវៀតណាមខាងត្បូងវិញនិងបានកាន់កាប់ប្រមុខរដ្ឋតែមិនមែនសោយរាជាក្សត្រដូចមុននោះទេចាប់ពីពេលនោះមកសាធារណរដ្ឋពិភពលោកជាពិសេសពួកលោកខាងលិចមើលឃើញកាន់តែច្បាស់ថាការតស៊ូរបស់ពួកវៀតមិញមិនមែនតស៊ូដើម្បីប្រឆាំងនឹងពួកអាណានិគមនិយមបារាំងនោះទេគឺពួកគេតស៊ូដើម្បីពង្រីកឥទ្ធិពលលទ្ធិកុម្មុយនីសនៅឥណ្ឌូចិនដោយមានបកកុម្មុយនីសចិននិងបកកុម្មុយនីសសហភាពសូវៀតនៅពីក្រោយខ្នងនៅថ្ងៃទី16មករាឆ្នាំ1950សាធារណរដ្ឋប្រជាមានិតចិនបានផ្សារភ្ជាប់ទំនាក់ទំនងការទូតជាមួយនឹងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតវៀតណាមបន្តមកទៀតនៅថ្ងៃទី30មករាឆ្នាំ1950ដដែលនោះសហភាពសូវៀតក៏បានផ្សារភ្ជាប់ទំនាក់ទំនងការទូតជាមួយនឹងសាធារណរដ្ឋប្រជាមានិតវៀតណាមដែរនៅខែមីនាឆ្នាំ1950សហរដ្ឋអាមេរិកដែលពីមុនទទួលស្គាល់និងគាំទ្ររដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតវៀតណាមរបស់ហូជីមីញដែលនោះក៏បានត្រឡប់មកផ្សារភ្ជាប់ទំនាក់ទំនងការទូតជាមួយនឹងរដ្ឋាភិបាលរបស់ព្រះចៅបើកដាយចាប់ពីពេលនោះមកសង្គ្រាមរវាងពួកវៀតមិញនិងបារាំងនៅឥណ្ឌូចិនកាន់តែរីកធំឡើងជាលំដាប់ហើយសហរដ្ឋអាមេរិកក៏បានផ្ដល់ជំនួយផ្នែកយោធាខ្លះដល់បារាំងដើម្បីបង្ក្រាបពួកវៀតមិញផងដែរចំណែកឯពួកវៀតមិញក៏បានបើកការវាយប្រហារទៅលើកងទ័ពបារាំងនៅទូទាំងឥណ្ឌូចិនតែម្ដងដោយនៅក្នុងនោះនៅក្នុងប្រទេសកម្ពុជាពួកវៀតមិញបានសហការជាមួយនឹងចលនាតស៊ូខ្មែរឥស្សរៈកាន់កាប់ត្រួតត្រានៅតំបន់ដាច់ស្រយាលស្ទើរតែទាំងអស់បាទចាំមិនដែរពុកម៉ែបងប្អូនទាំងគ្នាទៅបានស្ដាប់នៅបទមួយនេះបាទសូមចាំនៅបទនេះតែតំណែងសិនបងប្អូនដែលមិនទាន់បានចុច Subscribe សូមចុច Subscribe ទៅបាននៅបទផ្សេងទៀតបាទសូមគោរពលា